អ្នកដែលរស់នៅជនបទខុសពីអ្នករស់នៅទីក្រុងបើចង់ហូបអីមួយពេលខ្លះអត់មានលក់ទេហើយបើចំណាយកូននាងខ្ញុំថ្ងៃហ្នឹងគាត់ចង់ញ៉ាំពោតលីងហ្នឹងបងប្អូនអើយនិយាយពីថាដឹងស្រាប់ហើយនៅជនបទពិបាកហៅទិញអត់មានលក់ទេអត់ដូចនៅទីក្រុងណាចង់ញ៉ាំអីកាន់តែលុយទៅផ្សារអត់ខ្វះរបស់លក់ញ៉ាំទេដល់ពេលអញ្ចឹងនាងខ្ញុំមានតែទិញពោតឆៅដែលគេប្រឡេះហើយពីផ្សារយកមកទុកលេងឲ្យគាត់ញ៉ាំទេហើយដំបូងនាងខ្ញុំមកបេះស្លឹកខ្ទឹមសិនស្លឹកខ្ទឹមហ្នឹងពេលដែលបេះហើយនាងខ្ញុំយកទៅលាងទឹកបន្ទាប់មកហាន់វារៀងវែងអញ្ចឹងណាបងប្អូនរួចហើយខ្ញុំដួសទុកម្ដុំសិនបងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ឮថានាងខ្ញុំលេងពោតហើយអីបានយកពោតនឹងមកដាក់ស្ងោរពោតលេងណាពេលដែលធ្វើអញ្ចឹងណាពេលដែលលេងហើយគឺឆ្ងាញ់ខុសពីពោតលេងធម្មតាខ្ញុំយកពោតនឹងមកដាក់ស្ងោររៀងឆ្អិនបន្តិចសិនតែពោតនឹងមិនទាន់ឆ្អិននាងខ្ញុំមកលាយគ្រឿងរបស់នាងខ្ញុំមានប៊ីចេងមានស្ករមានអំបិលហើយដាក់ទឹកចូលពេលដែលដាក់ទឹកចូលនឹងដាក់មកល្មមបរិមាណដែលពោតមានរួចហើយនាងខ្ញុំកូរវាឲ្យរលាយគ្រឿងដែលនាងខ្ញុំដាក់មុនហ្នឹងបន្ទាប់មកនាងខ្ញុំថែមប្រេងអូលីវមកស្ព្រាទៀតឥឡូវពោតដែលនាងខ្ញុំស្ងោរហ្នឹងក៏ចាប់ផ្ដើមរៀងឆ្អិនហើយមើលបងប្អូនអើយនិយាយពីឡើងកថាល្អណាស់បន្ទាប់ពីនាងខ្ញុំស្ងោរពោតនឹងឆ្អិនហើយនាងខ្ញុំយកពោតនឹងទៅចាក់ដាក់កាច្រែងចាក់ដាក់ឲ្យវាស្រស់ទឹកបន្តិចសិនហើយពោតលេងរបស់នាងខ្ញុំថ្ងៃហ្នឹងនាងខ្ញុំដាក់ទាំងពីរដងទៀតខ្ញុំយកដងមិនខ្ចីពេកហើយក៏មិនចាស់ពេកដែរយកមកកោសបែបហ្នឹងនិយាយពីថាចំណាយកូនស្រីរបស់នាងខ្ញុំនេះវិញឲ្យតែឃើញវាចង់ជួយបើមិនឲ្យជួយទេអត់ព្រមទេពេលដែលកោសដងហើយនាងខ្ញុំចាប់ផ្ដើមមករំលីងពោតហ្នឹងពោតលេងរបស់នាងខ្ញុំមានទាំងពីរពោតហើយមានទាំងពីរប្រគាទៀតកូនរបស់នាងខ្ញុំថ្ងៃហ្នឹងដឹងតែកវួយមាត់ហើយឥឡូវនាងខ្ញុំកូរត្រឡប់តាមបន្តិចនាងខ្ញុំដាក់ដូងនឹងយកតែម្ដងពេលដាក់ដូងនឹងចូលហើយដាក់ទឹកដែលនាងខ្ញុំលាយគ្រឿងមុនហ្នឹងពេលដែលដាក់ចូលអញ្ចឹងហើយកូរត្រឡប់វាថែមបន្តិចទៀតបើចំណាយកូនពៅនាងខ្ញុំមិនទៅណាឆ្ងាយទេអឺតលើមហើយបងប្អូនអើយចាំមើលពោតម៉ាក់លីងឆ្អិនទៅខ្ញុំថាពោតហ្នឹងលីងឆ្អិនហើយតែនៅតែដាក់ស្លឹកខ្ទឹមបើកូនកំមុំនាងខ្ញុំនេះឬដាក់ស្លឹកខ្ទឹមម៉ាក់អើយសុំដួសសិនព្រោះគាត់អត់សូវចូលចិត្តញ៉ាំពោតលីងដាក់ស្លឹកខ្ទឹមទេដល់ពេលអញ្ចឹងគាត់សុំដួសមុនហើយឥឡូវពោតលីងរបស់នាងខ្ញុំដាក់ខ្ទឹមចូលលេងចុះលេងឡើងបន្តិចក៏ឆ្អិនដូចរាល់នេះបងប្អូនអើយបានមួយចាននេះហើយរឿងអីមិនមានកម្លាំងចិត្តធ្វើបងប្អូនមើលណែពេលដែលធ្វើហើយកូននាងខ្ញុំញ៉ាំនឹងកវួយមាត់តែម្ដង